ធ្លាប់តែឃើញ570តិចអត់តន់ស្គាល់រទេះគោខ្មែររទេះគោខ្មែរមានរាងតូចស្រឡឹងអាចដឹកសម្ភារៈឬក៏ជិះធ្វើដំណើរបានរទេះគោខ្មែរមានជើង2ហើយបើយើងដាក់គោមកថែមជើង8ទៀតវាចូលទៅជើង10ទៅហើយរទេះគោខ្មែរមានកង់មូលធំហើយបើយើងឆ្នៃធ្វើដំបូលបែបបុរាណបែបនេះទៀតគឺភ្លៀងមកអត់ទឹកទេហើយរទេះគោខ្មែរគឺមានភាពស្រស់ស្អាតណាស់ទាំងជើងទាំងតួទាំងទ្រុងទាំងចតូលទាំងទូកទាំងអស់មានការរៀបចំមកគឺសិតតែឈើសិតតែម្ដងហើយឈើគឺឈើប្រណិតទៅអាចទុកប្រើប្រាស់បានយូរបងប្អូនអ្នកដែលដើរទាន់សម័យកាលទំនើបប្រកាសជាខានឃើញរទេះគោខ្មែរជាច្រើនពេលច្រើនវេលាតែថ្ងៃនេះរទេះគោខ្មែរថតជូនឲ្យប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា